បុគ្គលិករំលែងតែងធ្វើការជាក្រុមដើម្បីសម្រេចគោលដៅរួមនៅក្នុងក្រុមនីមួយៗត្រូវបានបង្កើតឡើងរៀបចំរចនាសម្ព័ន្ធនិងគ្រប់គ្រងដើម្បីបង្កើតប្រសិទ្ធភាពការងារទោះជាយ៉ាងណាក្តីបញ្ហាតែមានជារឿយៗដែលអាចប៉ះពាល់ដល់ការងារជាក្រុមផងដែរទីផ្សារយើងឥឡូវធ្លាក់ចុះខ្លាំងពីណាយើងគួរហៅប្រធានផ្នែកយើងផ្នែកសេហើយនឹង marketing មកប្រជុំតិចទៅអីចាបងចង់ជួបគាត់ពេលណាដែរបងយើងហៅគាត់ជួបពេល3ថ្ងៃហើយហ្មងទៅចាបងខ្ញុំ confirm គាត់ឥឡូវហ្នឹងហ្មងពួកយើង3ថ្ងៃហើយពួកខ្ញុំហើយអីមែន3ថ្ងៃហើយយើងមានកន្លែងប្រជុំទេតោះអញ្ចឹងយើងចូលសាច់ការចាមែនចាអញ្ចឹងបងប្រជុំយ៉ាងនេះបងចង់ពិភាក្សាតទៅអំពីការទីផ្សារយើងនេះវាធ្លាក់ចុះអញ្ចឹងបងមើលទៅតាម report របស់យើងមានការធ្លាក់ចុះអញ្ចឹងតើពួកយើងអាចមានគំនិតអីបន្ថែមឬក៏ផលិតផលថ្មីដើម្បីកែប្រែឲ្យទីផ្សារយើងឡើងខ្ពស់ទៅវិញអត់ហ្នឹងមែនចំពោះទីផ្សារយើងធ្លាក់ចុះហ្នឹងដោយសារមកក្រោយហ្នឹងយើងមានបញ្ហាច្រើនផងមែនដោយសារដូចមេដឹងចឹងមានបញ្ហារឿងមួយប្រទេសជិតខាងរឿងសេដ្ឋកិច្ចនៅក្នុងអាស៊ីយើងហើយពិភពលោកទាំងមូលដែរអញ្ចឹងពួកខ្ញុំព្យាយាមដែរមែនក៏ប៉ុន្តែទីផ្សារយើងរៀងពិបាកធ្វើតិចដោយសារឥឡូវអតិថិជនយើងគាត់ចំណាយតិចលើផលិតផលនីមួយៗអញ្ចឹងណាមែនអញ្ចឹងពួកយើងពិភាក្សាគ្នាសិនទៅហើយចាំធ្វើ report ប្រាប់បងវិញណាចាំបងហ្នឹងហើយចាំអាទិត្យក្រោយអីពេលដែលប្រជុំគ្នាម្ដងទៀតហ្នឹងចាំពីរអ្នកនឹងពិភាក្សាគ្នាហើយផ្ញើ report ឲ្យបងអញ្ចឹងណាបងអូខេអូនអញ្ចឹងចាំជួយរៀបចំឯកសារសម្រាប់ការប្រជុំអាទិត្យក្រោយផងចាបងមិនគិតថា poster នេះមិនដែរយុទ្ធសាស្ត្រយុគម៉ៃបងហើយដោយសារតែខាងបោះដុំយើងនៅខាងបនកុំគាត់ត្រូវកែបានបន្ថែមអញ្ចឹងខ្ញុំត្រូវការសញ្ញាបងជួយសញ្ញាដើម្បីយើងបញ្ជូនឲ្យខាងគាត់ណាគាត់ត្រូវការម៉ាក់100បងដាក់មួយទៀតដាក់ចឹងចាំតែចូលមួយសិនអញ្ចឹងចង់ដាក់មួយសិនហ្មងជូនដល់គាត់ហ្នឹងចាបងពីរអញ្ចឹងយើងឡើងឲ្យថែមឆាមកគេណាអូខេបងជួយធ្វើខុសទៅមើលមួយគាត់ហ្នឹងហើយអរគុណចូលមកទីហ្នឹងហើយម៉ែគួរតែមកចាំយើងនេះសួស្តីគ្នាសុខសប្បាយអត់បាយបងអ្នកតមកហ៎ទៀតបានគាត់មកគាត់មានកាមខ្លះចាបងចាម៉ៃហ្នឹងពេលប្រជុំប្រហែលជាប្រជុំរឿងទីផ្សារជាមួយនឹងការលក់របស់យើងអូសួស្តីពួកយើងអូមិនបងជាប់មួយភ្នៀមបន្តិចបងមកយើងសុំតោផងពួកយើងចាប់តាមការប្រជុំពីអតីតមកប្រជុំមួយប្រធានក្រុមយើងហើយខាង marketing ហើយនិងខាង sale អញ្ចឹងឥឡូវខាងក្រុមចាក់គេតម្លាក់ sample បងអីឥឡូវ sample យើងនេះ ក្រែមតិចមាត់ឥឡូវគេចេញ sample មកហើយអញ្ចឹងបងចៅពួកយើងជួយធ្វើការជាមួយគ្នា marketing ជាមួយ sale នេះដើម្បីធ្វើឲ្យទីផ្សារយើងឡើងខ្ពស់ជាងមុនអញ្ចឹងបងសង្ឃឹមថា product ហ្នឹងនឹងផ្ទុះហើយនឹងយើងទទួលបាន review ល្អៗពីអតិថិជនយើងអូខាង marketing មិនមកយើងរក influencer ម្នាក់ទៅដើម្បីប្រមូលផលផលយើងទៅអ្នកល្អតាដោយសារឥឡូវឃើញក្រុមហ៊ុនគេធ្វើមួយ influencer ក៏ដាក់គេផ្ទុះខ្លាំងណាស់អញ្ចឹងចាំមកតាក់ទងមួយ influencer ណាដែលគាត់ល្បីៗហ្នឹងចាំតាក់ទងមួយគាត់ទៅចាំនិយាយពីភាពយើងហើយយើងត្រូវសួរថាតើខាងសាធ្វើចំណេញមិនល្អចាំមែនខាង sale សម្រាប់ product នេះគឺត្រូវ reach target ណាដែរមែនដោយសារតែពួកយើងត្រូវលក់ផ្ទាល់មួយភ្ញៀវហ្មងមែនឥឡូវបងដាក់ target ឲ្យក្នុងរយៈពេលមួយខែលក់ឲ្យបង 20000 តិចពួកយើងធ្វើបានអត់20000 តិចច្រើនខ្លាំងណាស់ច្រើនមែនហើយមួយខែទៀតខ្ញុំថាទៅខាងនេះមុននេះ20000 តិចខាង sale យើងដល់5ថ្ងៃហើយអងមិនខ្លាំងហ្នឹងហើយបងគាត់លើ expect ខ្ពស់ពេកដល់លើ product នោះមិនមែនថ្មីច្រើនផងយើងដឹងលើយ៉ាងហើយទីមកទីនេះណាស្រួលគេកាន់តែចេញមកហើយដល់ពុយសិតជាបាយហើយពួកយើងមានទីមិនចាំពួកខ្ញុំ work with team marketing ហ្នឹងរៀបចំ report ឲ្យមេអញ្ចឹងថាពួកខ្ញុំចង់ធ្វើរបៀបម៉េចអីមួយខាង marketing ហើយ sale អញ្ចឹងហ្នឹងអូខេអញ្ចឹងល្អអូខេអញ្ចឹងបងចាំមើលថាពួកយើងធ្វើដំណើរការមិនដែរអូបងត្រូវដល់មកទៅជួបគេខាងក្រៅហ្នឹងតោះពួកយើងចប់ប្រជុំធំហ្នឹងណាមកតែមុនហើយសុំមុនហើយបាយបងបាយ See you
អញ្ចឹងអ្នកទាំងអស់គ្នាយើងបានប្រជុំមួយ manager យើងហើយអញ្ចឹងដូចតែគាត់ឲ្យនិយាយដូចតែគាត់និយាយប្រាប់យើងអញ្ចឹងណាអញ្ចឹងឥឡូវវាចេញជារូបរាងឲ្យមាននេះគឺជារូបដែលគាត់ឲ្យមើលហ្នឹងហើយនេះគឺជា promotion ដែលយើងត្រូវទាំងអស់គ្នាត្រូវធ្វើអញ្ចឹងទាំងអស់គ្នាមានគំនិតអីផ្សេងទៀតអត់ ឆាមវាដដែលពេកដល់ហ្មងដោយសារប្រមូលសិនមកដាក់យូរមកគឺយើងដាក់ឆាមដូចគ្នាដែរ ប៉ុន្តែខ្ញុំគិតថាបើ free time គឺល្អដោយសារតែមនុស្សសម័យឥឡូវអូនជួយគាត់ជួយចិត្តបែបអាជីកជួយចឹងខ្ញុំគិតថាសម តែមកគិតថាប្រមូលសិន free time នេះអា stock អូនយើងធ្វើឲ្យផ្សាយនឹងមានអីដែលថ្មីបន្ថែមទៀតឬដោយសារតែឥឡូវហ្នឹងវាអាចនឹងយក product ថ្មីយើងធ្វើអីដែលថ្មីប្រមូលសិនថ្មីអញ្ចឹងណាហ្មង ចុះបើកំណត់ខ្ញុំចេះមិនដែរយើងមាន promotion discount ហើយយើងថែមឆាមកទៀតអញ្ចឹងយើងអាចយកកំណត់ហ្នឹងបូកចូលគ្នាទាំងអស់អញ្ចឹងយើងអាចយកតាំងកំណត់ theory ផងជួយអីផងហើយនឹងកម្លាំងផងអញ្ចឹងអ្នកទាំងអស់គ្នាគិតមិនដែរ អូខេបងអញ្ចឹង អញ្ចឹងយើងសម្រាប់យកតាមហ្នឹងណាហើយអញ្ចឹងតាក់ទងនឹង influencer អញ្ចឹងមានអ្នកគេតាក់ទងទៅ influencer នៅ បងសម្រាប់ influencer ខ្ញុំបាន send ទៅតាម Telegram របស់បងពីម្នាក់ដែរបងគាត់ថាបងអាចជួយមើលតាម follower គាត់ឬក៏ audience របស់គាត់ផ្សេងៗបានណាបងប៉ុន្តែវីដេអូខ្លះខ្ញុំឃើញម្នាក់ពីរនាក់ដែរដែល audience គាត់ចាប់គឺ cosmetic មានច្រើនដែរអញ្ចឹងណាបងអាចជួយមើលតាមហ្នឹងសិនបានណាបង អូខេអញ្ចឹងចាំពេលបង check មើលហើយបងសម្រាប់ថាយកតែគេហើយបងឲ្យនៅ contact ទៅគាត់ដើម្បីនិយាយនឹងការងារអញ្ចឹងអូខេអញ្ចឹងថ្ងៃហ្នឹងយើងមានតែប៉ុណ្្នឹងឯងអញ្ចឹងយើងទៅធ្វើការងាររៀងខ្លួនទាំងអស់គ្នាអរគុណអ្នកទាំងអស់គ្នា នៅតែ free time ដែរខ្ញុំអត់ support សោះហ្មង នេះគាត់ដែរយើងនិយាយអញ្ចឹងដោយសារតែ free time ហ្នឹង stock អូនក៏ free ចឹងដែរ product ថ្មីគួរតែមានអីថ្មីមិនមែនគេចង់បានឆាមយើងទេគេចង់បានសាក់ផលិតផលយើង ចុះមិនខាងថាពេលថាហើយដាក់ថាឆាមក៏បានក៏មាន promotion របស់ពួកបងក៏គាត់យកបងដែរហើយមិនថាឆាមអូខេតែមួយទៀតតាក់ទងនឹងឆាមយើងអាចធ្វើជា silver ក៏បានក៏បានទៅតាម packaging របស់គេរបស់យើង តែសំខាន់ខ្ញុំគិតថាខ្លាចតែវាលក់ធ្លាក់ចុះជាងលើកមុនទៀតដោយសារតែទៅនៅ stock លើកមុនហ្នឹងយើងលក់ធ្លាក់បាត់ហើយដោយសារតែយើងផលិតពីយើងចឹងទៅហើយឥឡូវហ្នឹងក៏គេផ្ដាច់ពីខាងហ្នឹងដែរហើយមួយវិញទៀតយើងធ្វើអាថ្មីនេះថាកែឡើងពី2000ទៀតទៅហ្នឹងហើយយើងអត់មានអីដែលថ្មីដែលឲ្យតាក់ទាញជាងហ្នឹងវាមានតែ discount free time ទៅដែរហ្នឹង ហើយយើងមានរយៈពេលតែមួយខែណាត្រូវចាំមួយខែ2000ទៀត ផ្សេងអ្នកគ្នាឥឡូវមកយើងដឹងហើយថាយើងមកពីប្រជុំមួយមេគាត់ចង់ឲ្យយើងហ្នឹង sell product ហ្នឹងគឺ20,000ទីនៅក្នុងមួយខែខ្ញុំចង់ឲ្យអ្នកគ្នាស្គាល់ពី product យើងឲ្យច្បាស់ថា product របស់យើងនីមួយៗហ្នឹងមានពណ៌ឲ្យគេហើយឈ្មោះរបស់ product ឧទាហរណ៍នេះដូច product ទី1របស់យើងមានឈ្មោះថា peach grass ហ្នឹងបើវាមានក្លិនវាបែបផ្អែមវាមើលទៅមនុស្សបែបសន្ទុនអីចឹងណាដើម្បីឲ្យពួកយើងហ្នឹងដឹងពី product មួយរបស់យើងដើម្បីប្រាប់ភ្ញៀវពេលភ្ញៀវសួរកុំឲ្យថាយើងអត់ដឹងអាហ្នឹងមួយទី2ត្រូវដឹងថាអាវ៉ារបស់យើងហ្នឹងមានប្រមាណពណ៌មានប្រមាណប្រភេទអីចឹងទៅហើយមួយទៀតពិសេសហ្នឹងគឺបងចង់ឲ្យយើងអ្នកនេះស្គាល់ពី tone របស់មនុស្សជាស្ដោយសារអីនៅពេលដែលយើងស្គាល់ទៅយើងស្រួលពេលមើលឃើញភ្ញៀវមកហ្នឹងឬក៏មិនគាត់ត្រូវជាមួយនឹងពណ៌ក្រែបែបណាចឹងណាបងអាចយល់មិនដែរ ហ្នឹងហើយចឹងជាយើងទៅសិក្សាពី tone បន្ថែមទៀតចឹងទៅថាចំពោះរឿង pop up វិញបងគិតថាយល់មិនដែរថាចង់ pop up នៅកន្លែងណាឬមួយក៏សៀងរបស់យើងបែបមិនកាឈូកអីត្រូវមួយក្រុមត្រូវមួយ krem មួយអីចឹងណា បើយើងល្អយើងធ្វើ pop up បែបនៅដូចជា Eon ដោយសារតែ Eon មានមនុស្សចេញចូលច្រើនអញ្ចឹងយើងក៏ជាទទួលបានភ្ញៀវច្រើនហើយចំពោះការ pop up យើងល្អយើងគួរតែមានការលេងហ្គេមដើម្បីការតាក់ទាញហើយជាពិសេសយើងអាចបញ្ជាក់ប្រាប់គាត់ដោយថានៅក្នុង Facebook social media របស់យើងថាយើងធ្វើ pop up ពីម៉ោងប៉ុន្មានថ្ងៃណាហើយនឹងមានការ tester ហើយការដែល promotion ពេលដែលគាត់ទិញច្រើនទៅគាត់ទទួលបានអីមកវិញដែរ អូខេចង់បញ្ជាក់យកមិនដែរ សម្រាប់មិនមានអីច្រើនទេថាយើងចង់ឲ្យយើងកាន់តែចាំយើងខំប្រឹងរកកន្លែងណាដែលមានមនុស្សអ៊ូអដូចផ្សារធំធំអីចឹងទៅហើយយើង promotion ឲ្យគាត់ទិញមួយថែមមួយអីចឹងក៏បានដែរ នេះរឿង pop up បើយល់ល្អយើងគួរតែឲ្យបងទៅនិយាយជាមួយនឹងខាង marketing ឲ្យគាត់ invite influencer ពីម្នាក់មកដើម្បីធ្វើជាការតាក់ទាញ customer យើងផងណា អូខេអូនគួរតែទៅឥឡូវ pop up របស់យើងមកគិតថានេះបងមាន sim ហើយស្រីអីដោយសារបងទៅភាសាជាមួយនឹងដៃគូដែលគាត់ទៅផ្សារដែរអញ្ចឹងណា pop up របស់យើងបងចង់ធ្វើរបៀបជា sim ពណ៌កាឈូបែបនេះដែលធ្វើជាមួយនឹងkrem របស់យើងដែលយើងមានដាក់ logo របស់យើងអីចឹងទៅហើយមួយទៀតគឺកាឈូដែរតែបែបស្រាលតែវាលេបជាមុនរបៀប show product គេបានច្រើនជាងមុនអីចឹងណាអូនហើយចំពោះមួយទៀតនេះគឺរបៀបមើលទៅបែប natural មានការមានអីតបតែងជាមួយនឹងលម្អមួយកាំអីចឹងណាដើម្បីឲ្យ product របស់យើងមើលទៅវាលេចចេញមកក្រៅមើលទៅឃើញផុសណាឥឡូវពួកយើងយល់មិនដែរថា pop up ហ្នឹងមិនដែរអូនវាត្រូវជាមួយ sim របស់ krem របស់យើងអត់លឹកនឹងតាមយើង ទៅពួកខ្ញុំចិត្តអាតបង
តើបងអូនអ្នកគាត់ដឹងហ្នឹងណា ហ្នឹងហើយដោយសារតែវាបង្ហាញពីបែបខ្ជិលជួលរបស់ក្មេងៗស្វែងលើផង បងជិះយកមិនដែរចំពោះផបអាប់ហ្នឹង បាទសម្រាប់ខ្ញុំគាត់ថាទី1ទី2មក ទី2នេះហ៎ បាទទី2វាល្អព្រោះអីវាមិនផ្ដោតទៅលើក្មេងៗលើជំទង់អាចចូលតែប្រហែលដែរចឹង ហ្នឹងហើយអូខេពួកចោលអូនមិនដែរបើ ពួកសម្រាប់ខ្ញុំគិតថាអាចុងក្រោយវាល្អជាងគេ នេះហ៎ ចាដោយសារតែអាចុងក្រោយនេះគឺយើងបង្ហាញពីភាព outdoor ខ្លាំងមានកញ្ចក់មានអីជាន់សម្រាប់ពេលគាត់តែផលិតផលទៅគាត់អាចថតរូបលេងអញ្ចឹងហើយណាមួយវាតាក់ទាញហ្មងវាដូចយើង pop up យើង show off ផលិតផលថ្មីសម្រាប់ពីខាងមុខហ្នឹងខ្ញុំមានអារម្មណ៍ថាវារៀងដូច indoor បែបខាងហាងអញ្ចឹងប្រហែលជាផលិតផលគេលក់ធម្មតាជាងបាទនេះយើង show off ផលិតផលថ្មីហ្នឹង ថាទី3ល្អដែរប៉ុន្តែតាមអ្វីដែលបងធ្វើការមកទី3នេះវារៀងទូពេកអញ្ចឹងពេលដែលបុកចូលមកវាធ្វើឲ្យការសាកក្រែមរបស់យើងហ្នឹងវាដូចថាពិបាកក្នុងការសាកអញ្ចឹងបងយើងល្អថាទី1ទី2វាកន្លែងធំបើមិនជាយើងចង់បាន design បែបទី3យើងអាចធ្វើ design តែទៀតបាទ ហ្នឹងសម្រាប់ខ្ញុំក៏គិតថាហ្នឹងវាអត់ល្អតែខ្ញុំធ្វើការងារនឹង3 ឆ្នាំហើយខ្ញុំដឹងថាទី1ទី2នេះយើងអាចជួយបានព្រោះអីមើលទៅកន្លែងវាលក្ខណៈក្រុមត្រីធំយើងអាចឲ្យមនុស្សចេញចូលអីមកសាផលិតផលឲ្យបានស្រួលចឹង ឥឡូវចេះចាស់ដោយសារតែយើងមិនធ្វើផបអាប់នៅតាកន្លែងទេមកគាត់ថាពួកយើងគួរតែធ្វើនៅ EON 1 EON 2 EON មានចៃឬមួយក៏ធ្វើនៅតាមជីបងផ្សេងៗអញ្ចឹងណាអញ្ចឹងបងគិតថាយើងផបអាប់ច្រើនម៉ូតទៅដើម្បីឲ្យភ្ញៀវអត់ផ្លែកឲ្យភ្ញៀវអត់ឃើញថាលីពីរបស់យើងហ្នឹងគឺមានផលិតផលច្រើនហើយការ creative ហ្នឹងគឺវាមានច្រើនលំដាប់លំដាប់ផងដែរអញ្ចឹងគាត់ថាអត់អីទេបងគាត់ថាបងយល់ស្របកំណត់អូនដែរអញ្ចឹងអានេះបងនឹង share ទៅតាមទីតាំងថាទីតាំងណាគួរដាក់ pop up របៀបមិនអញ្ចឹងណាអញ្ចឹងគាត់ថាពួកយើងពិតជាដល់កំណត់ល្អមែនតើកាន់មេជុំហ្នឹងហើយយើងនឹងយកកំណត់ទៅ proposal ជាមួយនឹងមេរបស់យើង manager នៅក្រោយអញ្ចឹងខ្ញុំសង្ឃឹមថាពួកយើងខំធ្វើការទាំងអស់គ្នាដើម្បីឲ្យជាលទ្ធផលដូចមេដែលគាត់បានចៃអញ្ចឹងណាអរគុណសម្រាប់ឯហ្នឹងគឺបងមានប៉ុណ្្នឹងឯងអញ្ចឹងចាំនេះគឺនៅ office ផងទៅ អូននឹងធ្វើពីអីទៅអីណា6ឆ្វេងមួយស្ដាំចង់ ខ្ញុំក៏ឆាម្ដងអត់ ទាំងអស់គ្នាមកជួបខ្ញុំតិចមើល ចាំចាំ និយាយចឹងការងារខ្ញុំដាក់ឲ្យធ្វើថ្ងៃមុននោះមិនអី នៅបងដោយសារតាមវាកំណត់ចេះអ្នកកំណត់ចង់ចឹងណាបាក់ធ្វើការ ឥឡូវមិនឃើញពេលហ្នឹងយើងសម្រេចនៅក្នុងបន្ទប់ប្រជុំហើយថាយកតាមកំណត់ហ្នឹងហ៎ទេរីកំណត់ទេរីអីមិន មិនថាអត់លោកជួយសិនតែក្មេងៗស្រាប់គាត់ចូលឆ្នាំនេះបែបគីទូចឹងប៉ុន្តែចាំយើងយក style ទៅដែរខ្ញុំយក style បែបfit ជាមួយនឹង logo របស់យើង អូខេចុះកម្លាំង សម្រាប់ខ្ញុំទៅប្រជុំថ្ងៃមុនហ្នឹងខ្ញុំថាវាដដែលដូចប្រដាច់មុនចឹងណាដល់ពេលដែលដាក់នៅជីវកម្មនិយាយថាការលក់បានតែ6 ខ្ញុំគិតថាអញ្ចឹងខ្ញុំនៅតែយកកំណត់អ្នកទាំងអស់គ្នាបូកចូលគ្នាអត់អាចចោលមួយណាបានទេដោយសារតែឆាមយើងដាក់ដូចដើមមែនប៉ុន្តែឆាមឥឡូវយើងធ្វើខុសប្លែកពីមុនយើងធ្វើ mode unique ខុសពីមុនហើយពណ៌ក៏ខុសពីមុនដែររហូតដល់យើងធ្វើ silver ប៉ុន្តែលើកនេះយើងធ្វើជា gold ហើយ promotion ក៏យើងមានដែរដូចខ្ញុំនិយាយចឹងទិញ1 $12 free ឆាមមួយហើយទិញ2វា$22អញ្ចឹងគេចំណេញបាន$2ហើយថែមឆាមមួយទៀតអញ្ចឹងខ្ញុំគិតថាមានអ្នកទិញច្រើនអញ្ចឹងអ្នកទាំងអស់គ្នាមិនដែរសម្របតាមនឹងអត់អូខេអញ្ចឹងចាប់ពីពេលនេះទៅចាប់ផ្ដើមធ្វើការងារនឹងហើយកុំឆ្លោះគ្នាទៀតបើមានរឿងអីមកភាសាមួយខ្ញុំអូខេហ្នឹងហើយអញ្ចឹងទៅធ្វើការនឹងទាំងអស់គ្នាហើយបើមានបញ្ហាអីនិយាយមួយខ្ញុំ ជំរាបសួរមេហើយស្រីទាំងអស់គ្នាមករួមក្រុមរបស់យើងទាំងក្រុម sales និងក្រុម marketing អញ្ចឹងដោយសារតែមេគាត់បានដាក់ការងារឲ្យយើងធ្វើការពីអតីតមុនអញ្ចឹងឥឡូវហ្នឹងក្រុម sales គឺបាន proposal ហើយដែលក្រុមរបស់ខ្ញុំហ្នឹងគឺទាមទារឲ្យបុគ្គលិករបស់ខ្ញុំដែលគាត់ទៅលក់នៅផ្នែក sales តែម្ដងដល់ទីតាំងហ្នឹងស្គាល់ពីផលិតផលរបស់យើងឲ្យបានច្បាស់ថា crème របស់យើងជា crème របៀបម៉េចមានឈ្មោះអីហើយត្រូវជាមួយនឹងមនុស្សបែបម៉េចឧទាហរណ៍ថា crème peach crush នេះ peach ច្រើនគឺត្រូវជាមួយមនុស្សស្រីដែលគាត់មានលក្ខណៈឲ្យស្រទន់មើលទៅខ្ជូតមើលទៅបែបគាត់ទូអីចឹងទៅអាហ្នឹងគឺត្រូវជាមួយគាត់ហើយដល់ពេលបែបនេះ cinnamon suits ហ្នឹងគឺបែបជាមនុស្សស្រីមើលទៅ sexy អីចឹងទៅដើម្បីឲ្យគាត់ហ្នឹងឲ្យបុគ្គលិកទាំងអស់ហ្នឹងគឺគាត់ explain ឬមួយក៏ណែនាំទៅកាន់ភ្ញៀវហ្នឹងបានកាន់តែល្អដើម្បីភ្ញៀវហ្នឹងទិញផលិតផលរបស់យើងហើយគាត់យល់បន្ថែមពីផលិតផលរបស់យើងហើយមួយវិញទៀតគឺខ្ញុំ encourage ឲ្យបុគ្គលិករបស់ខ្ញុំហ្នឹងស្គាល់ពី undertone របស់ភ្ញៀវអញ្ចឹងនៅពេលដែលគាត់ស្គាល់ទៅគាត់អាច recommend ភ្ញៀវឲ្យត្រូវទៅតាមប្រភេទពណ៌ crème ដែលត្រូវជាមួយនឹងភ្ញៀវអញ្ចឹងពេលដែលគាត់លាបវាបានដិតឲ្យឃើញពី crème របស់យើងហ្នឹងកាន់តែមានសម្ផស្សស្អាតជាងមុនហើយភ្លឺជាងមុនជាមួយនឹង tone ដែលត្រូវផងដែរហើយចំពោះ pop up វិញគឺដោយសារតែក្រុមហ៊ុនរបស់យើងគឺ operate ជាមួយនឹង market ជាច្រើនគឺ market ជាច្រើនអញ្ចឹងគឺយើងទៅធ្វើ pop up នៅច្រើនកន្លែងដែលវាមានលក្ខណៈខុសៗគ្នាតែសំខាន់នោះគឺយើងមាន logo របស់យើងនៅលើនឹងតែម្ដងបញ្ជាក់ថានេះគឺជាក្រុមហ៊ុនរបស់យើងផ្ទាល់ដែលយើងមានបែបពណ៌កាឈូកដុតកាឈូកស្រាលហើយនឹងមួយទៀតនោះគឺបែប outdoor តែម្ដងមើលទៅបែបភ្លឺមើលទៅបែប clean ផងដែរហើយដើម្បីឲ្យភ្ញៀវគាត់ងាយស្រួលនៅក្នុងការតេស្តនៅផលិតផលរបស់យើងហើយនឹងទិញហើយនឹងជាវផលិតផលរបស់យើងផងដែរហើយចំពោះក្រុមរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេអរគុណម៉ែអរគុណម៉ែ ចុះខាង marketing ចាំបង
អានេះតកតងនឹងបោះក្រុមខ្ញុំគឺយើងអានេះគឺជា poster របស់យើងគឺយើងមាន promotion ហើយក៏ដូចមានរូបឆាមដែលយើងត្រូវ free ឲ្យគេនៅក្នុងនឹងដែរអញ្ចឹងលើកនេះយើងយកឆាមបែបពណ៌ជា gold ហើយ promotion យើងគឺបើសិនជាគាត់ទិញមួយមានន័យថា$12ហើយគាត់បានឆាមមួយប៉ុន្តែបើសិនជាគាត់ទិញពីរអញ្ចឹងវា22អញ្ចឹង discount បាន$2ហើយអញ្ចឹងគាត់បានឆាមមួយទៀតអញ្ចឹងខ្ញុំគិតថាpromotion នេះវាល្អហើយវាឆាមយើងក៏ប្លែកជាងរបស់គេវា unique ជាងគេដែរអញ្ចឹងហើយវាអត់តម្លៃទាបពេកហើយដែលធ្វើឲ្យក្រុមហ៊ុនយើងខាតទេអញ្ចឹងគាត់ថាប៉ុណ្ណឹងល្អអញ្ចឹងមេគិតមិនដែរមេបងហ្នឹងអរគុណបងអរគុណអញ្ចឹងពួកខ្ញុំនឹងសុំខាង stock ធ្លាក់បានទៅតាមទីតាំងហើយនឹងធ្លាក់បានទៅតាមកន្លែងដែលគាត់បោះដុំផងដែរមេហើយនឹងចេញជាលក្ខណៈឆាមទៅតាមអីដែលខាង marketing គាត់បានរៀបចំឲ្យខាងយើងធ្វើអញ្ចឹងណាមេអត់អីទេបងគ្រប់ត្រដោយសារ concept ទាំងអស់នេះមើលទៅវាល្អហើយពេញចិត្តហើយបងហើយសុំបន្ថែមមួយទៀតតាក់ទងនឹង influencer បងខាងខ្ញុំតាក់ទងទៅហើយគាត់នឹងtarget audience គាត់នឹងគឺសិតតែតាក់ទងនឹង skin care តាក់ទងនឹងការ make up អីចឹងទៅអញ្ចឹងខ្ញុំគិតថាបើសិនជាយើងតាក់ទង contact ទៅគាត់ទៅវាធ្វើឲ្យ customer យើងមានកាន់តែច្រើនណាបងអញ្ចឹងកិច្ចការទាំងអស់នេះបងពេញចិត្តណាស់ណាអញ្ចឹងបងសង្ឃឹមថាពួកយើងនឹងជួយធ្វើកិច្ចការទាំងអស់នេះដោយរលូនហើយនឹងជួយដោះស្រាយបញ្ហាគ្នាយើងឲ្យបើគាត់មានបញ្ហាអីដោះស្រាយដោយសន្តិវិធីចោលកុំឲ្យគាត់មានចិត្តអត់ស្ពន់ចិត្តអីចាំបងសង្ឃឹមថាការងារនេះបងទុកចិត្តណាសង្ឃឹមថាពួកយើងធ្វើបានណាចាបងអញ្ចឹងពួកខ្ញុំនឹងខំធ្វើវាឲ្យអស់ពីសមត្ថភាពហើយបើសិនជាមានបញ្ហាអីចឹងចាំពួកខ្ញុំខំដោះស្រាយអញ្ចឹងណាបងហើយនឹងធ្វើឲ្យ product នេះវាផ្ទុះនៅលើទីផ្សារហើយយើង reach target អញ្ចឹងអរគុណច្រើនបងគ្នាយើងកិច្ចការបងដាក់ឲ្យមកបានធ្វើអញ្ចឹងមិនបងមានរឿងអីគេមែនពួកខ្ញុំធ្វើខុសឲ្យគេមែនគិតដឹងអត់អវ៉ាញ់យើងលក់អស់ចេញពីស្តុកទាំងអស់ហ្មងណាអញ្ចឹងបងអរគុណចំពោះការខិតខំប្រឹងប្រែងចំពោះការងារយើងនេះដែលបានធ្វើឲ្យផលិតផលយើងលក់ឡើងអស់ចេញពីឃ្លាំងបងសូមអរគុណទៅកាន់មេក្រុមដែលជួយដោះស្រាយបញ្ហាកូនក្រុមយើងមួយនេះបងមានរឿងមួយទៀតបងនឹងបន្ថែម bonus ឲ្យពួកយើង20%ទៀតនៅពេលសមាជិកមានការសហការទំនាក់ទំនងល្អនិងការដឹកនាំមានប្រសិទ្ធភាពក្រុមអាចសម្រេចបានជោគជ័យនឹងគោលដៅរបស់ក្រុមហ៊ុន